ពុទ្ធបរិមាននៅក្នុងវិហារបានហូរទឹកភ្នែកជាឈាមបើព្រះពុទ្ធរូបស្រក់ទឹកភ្នែកមានន័យថាគ្រោះកាចនឹងកើតឡើងព្រះសង្ឃភ័យស្លន់ស្លោរត់រកព្រះចៅអធិការគេមិនដឹងថាមានអ្វីកើតឡើងទេមេឃស្រឡះคล้ายទៅពណ៌ខ្មៅអាប់អ៊ូភ្លៀងពណ៌ខ្មៅធ្លាក់ចុះពីលើមេឃនឹងបានស្រោចពេញភូមិទាំងមូលមានវត្ថុចម្លែកធ្លាក់មកជាមួយនឹងភ្លៀងខ្មៅជាដុំទឹកកកចម្លែកមួយប្រភេទតាមពិតទៅបាតុភូតចម្លែកនេះកើតឡើងដោយសារតែប៉ុន្មានថ្ងៃមុនព្រះពុទ្ធរូបមួយដ៏ធំត្រូវបានគេរកឃើញមេភូមិបានបញ្ជាឲ្យគាស់កាយចេញមើលទៅភូមិមួយនេះអាចនឹងជួបគ្រោះអាក្រក់ព្រោះព្រះពុទ្ធនោះត្រូវគេរុំភ្នែកចិត្តពេលប្រហែលជា7ឆ្នាំមកហើយខ្ញុំកើតជំងឺអាឡែស៊ីនេះរត់តិចមកធំដែរចូលវែងប្រហែលជាមួយស្រូវគឺចាំ 100% ទៅលើគុណភាពហ្នឹងវាឈឺខ្លាំងណាស់បាទខ្ញុំស្វែងរកឆ្នាំហ្នឹងតែជួយចែកល្អមែនប៉ះធូលីដីក៏ខ្ញុំកណ្ដាស់ដែរសូម្បីតែមេឃតិចក៏ខ្ញុំកណ្ដាស់ដែរហើយកណ្ដាស់មួយថ្ងៃមុនដល់20ដងពេលកណ្ដាស់ហើយក៏ហមចំមកហើយឥឡូវខ្ញុំបានធូរស្បើយហើយដោយសារខ្ញុំបានប្រើណាស់កសិអតីតព្រះកេសបានមើលចម្លាក់នោះស្រាប់តែមានរឿងចម្លែកកើតឡើងនៅយប់មួយគាត់មានអារម្មណ៍ថាភ្នែកគាត់ចាប់ផ្ដើមក្រហាយខ្លាំងគាត់ក៏ទៅបន្ទប់ទឹកលាងមុខប៉ុន្តែបន្ទាប់ពីលាងមុខរួចឪពុករបស់គាត់ដែលស្លាប់ទៅលេចមុខពីក្រោយគាត់ភ័យខ្លាចជាខ្លាំងតើពិតជាឪពុកគាត់កាលពី10ឆ្នាំមុនមែនឬគាត់រុញបរោះនោះដួលហើយរត់ចេញក្រោយចេញពីបន្ទប់ទឹកគាត់កាន់តែចម្លែកក្នុងខ្លួនស្ទុះទៅវាគេឯងមិនដកដៃបន្ទាប់ពីគាត់ស្ងប់អារម្មណ៍ទើបគាត់ដឹងថាគាត់បានវាយម្ចាស់ហាងភ្លាមនោះគាត់ត្រូវបានប៉ូលីសចាប់ខ្លួនពេលដល់ប៉ុស្តិ៍ប៉ូលីសគាត់ចាប់ផ្ដើមឈួតម្ដងទៀតពេលឃើញមនុស្សគាត់ចង់វាយចង់ដេញខាំគេធ្វើឲ្យអ្នកភូមិផ្អើលរត់ចែកជើងគ្នាមេឃធ្លាប់តែស្រឡះស្រាប់តែងងឹតភ្លៀងពណ៌ខ្មៅក៏បានបង្អុរចុះអ្នកភូមិខ្លាចភ្លៀងខ្មៅគ្រប់គ្នាមានតែមេភូមិទេដែលសប្បាយចិត្តព្រោះប៉ុន្មានថ្ងៃមុនព្រះពុទ្ធបដិមាមួយអង្គបានផុសឡើងគាត់គិតថាបើដឹកព្រះពុទ្ធរូបនោះទៅរក្សាទុកនឹងមានភ្ញៀវទេសចរជាច្រើនមកលេងគ្រប់គ្នានៅក្នុងភូមិនឹងខ្លាយទៅជាអ្នកមានមិនខានតាមដែលដឹងទង្វើដ៏ល្ងង់ខ្លាយរបស់គាត់បង្កឲ្យមានគ្រោះគាត់ត្រូវទទួលខុសត្រូវព្រោះព្រះពុទ្ធអង្គរូបនេះជាប់បណ្ដាសាគេនៅព្រឹកបន្ទាប់អ្នកភូមិបានប្រមូលផ្ដុំគ្នាដោយសារតែរឿងភ្លៀងខ្មៅយកមិញភ្លៀងនោះធ្វើឲ្យដំណាំរបស់ពួកគេខូចខាតមានន័យថាការប្រឹងប្រែងរបស់អ្នកភូមិជាង1ឆ្នាំគឺឥតប្រយោជន៍ឃើញបែបនេះមេភូមិក៏ចេញមុខនិយាយថាទោះបីជាដំណាំបានខូចក៏ដោយពេលខាងមុខភូមិនេះនឹងរុងរឿងដោយសារទេសចរពេលនោះចំណូលនឹងបានទទួលគ្រប់គ្នាតែពេលគាត់កំពុងអួតប្រាប់អ្នកភូមិមានបុរសម្នាក់បានកាន់កាំបិតចូលទៅក្នុងអង្គប្រជុំក្នុងភូមិនិយាយថាគាត់នឹងសម្លាប់អ្នកភូមិចោលទាំងអស់ឃើញបែបនេះអ្នកភូមិធ្វើធម្មតាមិនខ្លាចបុរសជាប្អូនដើរទៅពីមុខគាត់ដើម្បីបញ្ចុះបញ្ចូលស្មានមិនដល់ពេលគាត់ដើរមកជិតគាត់ត្រូវបុរសនោះកាប់មួយកាំបិតស្លាប់ភ្លាមអ្នកភូមិចាប់ផ្ដើមភ័យនាំគ្នារត់ពួកគាត់រត់ចែកជើងគ្នាតែមិននឹកស្មានផ្លូវថ្នល់ក្នុងភូមិចម្លែកជាខ្លាំងអ្នកខ្លះលោតចុះពីលើអាគារអ្នកខ្លះរត់ចូលឡានអ្នកខ្លះត្រូវគេខំទៀតផងវាហាក់ដូចជាគ្រប់គ្នាកំពុងឈួតបន្ទាប់ពីឃើញបែបនេះអ្នកភូមិបានចូលពួនក្នុងអាគារគេចខ្លួនទ្វារសាលប្រជុំក្នុងភូមិត្រូវបានបិទប្រសិនបើពួកគេលាក់ខ្លួននៅទីនេះអាចនឹងមិនអីប៉ុន្តែមិនមែនជាជំរើសទេពួកគេត្រូវរត់ចេញឲ្យបានឆាប់ផ្លូវខាងក្រៅត្រូវបានប៉ូលីសហាមឃាត់គ្មានអ្នកណាអាចចេញពីភូមិបានទេពេលវេលាកន្លងទៅគ្រប់គ្នាជឿថាមូលហេតុគឺភ្លៀងខ្មៅធ្វើឲ្យអ្នកភូមិប្រែប្រួលតែមិនដឹងទេថាវាមកពីព្រះកេសព្រះពុទ្ធនោះឯងព្រះកេសព្រះពុទ្ធត្រូវបានគេឃើញក្រោយភូមិតែជាព្រះកេសដែលជាប់បណ្ដាសាពេលមនុស្សមើលភ្នែកព្រះពុទ្ធនេះនឹងត្រូវវិញ្ញាណអាក្រក់សន្ធឹកខ្លាចជាមនុស្សឈួតសម្រាប់មនុស្សអ្នកភូមិសុទ្ធតែបានមើលភ្នែកព្រះពុទ្ធរូបដូចនេះពួកគេឈួតអស់ហើយដើម្បីរស់មនុស្សដែលនៅសល់បានលាក់ខ្លួននៅក្នុងសាលប្រជុំក្នុងភូមិប៉ុន្តែដោយគ្មានជំរើសអ្នកភូមិសម្រេចចិត្តភៀសខ្លួនពួកគេបានកាន់ដៃគ្នាតើឆ្ពោះទៅឡានក្រុងនៅខាងក្រៅប៉ុន្តែនៅពេលដែលពួកគេចូលទៅក្នុងឡានក្រុងអ្នកភូមិបានជួបគ្រោះអកុសលប្រសិនបើអាចបើកឡានចេញប្រហែលជាល្អប៉ុន្តែអ្វីដែលមិននឹកស្មានដល់នោះគឺអ្នកបើកបរបានប្រែប្រួលរាងកាយពេលឡើងលើរថយន្តក្រុងបន្ទាប់ពីនោះដោយមិនបាននិយាយអ្វីគេបានបើកជ្រុលទៅបុករថយន្តខាងមុខសំណាងល្អអ្នកភូមិក៏សម្គាល់ឃើញមានភាពខុសប្រក្រតីពួកគេក៏ទៅចាប់ដៃចង្កូតធ្វើឲ្យរថយន្តទាំងពីរមិនអាចបុកគ្នាបានប៉ុន្តែដោយសាររថយន្តក្រុងបើកលឿនបណ្ដាលឲ្យវាក្រឡាប់តែម្ដងក្រឡាប់មិនបានប៉ុន្មានផងអ្នកជិះក្នុងរថយន្តបានប្រែប្រួលកាយចាក់សម្លាប់គ្នាព្រោះគេបានឃើញព្រះពុទ្ធរូបគ្រប់គ្នាគ្មាននរណាម្នាក់នៅលើឡានក្រុងត្រូវបានជួយសង្គ្រោះទេហើយអ្នកកាន់ចង្កូតឡានម្នាក់នេះគឺជាតួប្រុសដ៏ពូកែម្នាក់អ្នកនៅក្នុងរថយន្តក្បែរគាត់ជាបុគ្គលិកប៉ុស្តិ៍ប៉ូលីសគោលបំណងនៃការធ្វើដំណើររបស់ពួកគេគឺទៅជួយសង្គ្រោះអ្នកភូមិដែលនៅរស់ប៉ុន្តែមិននឹកស្មានដល់ពេលពួកគេមកដល់ភូមិហ្វូងសឹកក្អែកបានបើកការវាយប្រហារមកលើពួកគេដោយដឹងថាមានអ្វីមួយខុសប្រក្រតីពួកគេក៏ប្រញាប់រត់ចេញមិនយូរប៉ុន្មានព្រះសង្ឃនៅក្នុងព្រះវិហារបានស្វែងយល់ពីដើមកំណើតនៃព្រះកេសព្រះពុទ្ធតាមពិតកាលពីមុនមានព្រលឹងឃាតកម្នាក់បានចូលទៅសន្ធិដ្ឋក្នុងព្រះកេសព្រះពុទ្ធដរាបណាមានមនុស្សមើលភ្នែករូបចម្លាក់នោះពួកគេនឹងត្រូវបណ្ដាសាធ្វើឲ្យពួកគេសម្លាប់គ្នាដើម្បីទប់ស្កាត់គ្រោះមហន្តរាយនេះព្រះសង្ឃបានតាក់ទងទៅទូប្រុសឲ្យគេទៅបិទភ្នែកព្រះពុទ្ធនោះវិញឲ្យបានឆាប់បន្ទាប់មកព្រះសង្ឃសូត្រគម្ពីរនៅក្នុងព្រះវិហារ
Từ ní tao buộc kê ai bật này bè bột bờ mà ban thực tế. Tầm bấy sang cú menu. Tu pro bạc lan châu phung đôi mình khoa vậy tầng ọ. Bê khơi bè bột rụp nơi bì mục. Tu pro bật này dạng lườn. Mình hiến mơ lời. Bần tọp mò quạt đào bật này. Dốc rồi nạt tơ bật băng này bè bột rụp. Tôi ca rồng băng tục. Đòi miên chùm núi sâu thô pi bè sòng. Nẹ đại trâu bần đá xa ban thu boy làng vinh. Buộc kê kết tha vị bạn ní ban mình chọc. Nực sman mình đo pê công bông đọ đằng hàm thùng. Ốp co chập say nơi lơ bị đan ban pro ca hạ son. Pro pon ban tật không à kia ban tranh cục còn lại. Tới xa tay rừng ni. Granat đại ban bật này bè bột rụp nu. Ban sam tô tật hai khẽ cho. Thưa ỏi tu pro mơ tơ bè bột rụp đòi chạy đòn hai co sần lọc. Chi sầm năng lọ. Tu sấy đăng khuôn toàn pê. Niên có bật này hai do granat tơ bật này bè bột rụp làng vinh. Bần tọp mò crom ca này non pi bè sòng. Niên ban sờ xây kiệt hà khla nơi lơ bột bờ đề mà nu. Còi mò bè bột rụp nu ban thẹ cho tơ cào. Thưa ỏi miên cạp tu chayយ៉ាងខ្លាំង អ្នកភូមិដែលនៅរស់បានដឹងខ្លួនឡើងវិញបណ្ដាសាព្រះពុទ្ធរូបក៏បានដល់កំតិចនៅពេលនោះទៅអរគុណសម្រាប់ការទស្សនា យើងពិបាកដកដង្ហើមបងឲ្យតឹងច្រមុះខ្លាំងគេក៏អត់សូវបានដែរយូរទៅវាធ្វើទុកយើងខ្លាំងមកឈឺច្រមុះឈឺក្បាលឈឺដកភ្នែកយើងទៀតបងជឿជាក់ 100% បង ខ្លាំងជាងអាចដឹងឡើងវិញហើយស្លេះអីយើងកាត់បន្ថយច្រើនវាអត់សូវមានស្លេះហើយយើងដេកគេងមួយវង្ហាលអីអត់អីទេ របស់ខ្ញុំនេះក៏វាស្រកអានេះក៏វារួយប្រហែលជា2លីដែរខ្ញុំអើយអ មានបញ្ហាដោះសាច់ច្រមុះខ្ញុំធ្លាប់ទៅព្យាបាលដល់ស្រុកថៃហើយក៏កាត់សាច់ច្រមុះប៉ុន្តែវានៅតែធ្វើទុកអត់បាត់ឈឺក្បាលវិលទេដល់ពេលខ្ញុំឃើញថ្នាំនេះទៅខ្ញុំក៏ទិញលេបបានរយៈពេល3ថ្ងៃក៏ធូរអ្នកដែលចង់ប្រើលេបទៅមិនខំដល់ទេ